ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះស្រីមានស្រីមាសចេញវីដេអូថ្មីមកទៀតហើយពុកម៉ែបងប្អូនថ្ងៃនេះគឺខ្ញុំចង់ស្ងោរស៊ុបពុកម៉ែបងប្អូនព្រឹកមិញដើរផ្សារក៏ឃើញកន្ទុយគោគេល្អអញ្ចឹងពុកម៉ែបងប្អូនក៏ឲ្យគេកាប់ឲ្យមកថ្លឹងកាប់មកចំនួន1គីឡូកន្លះបន្ទាប់មកដល់ផ្ទះខ្ញុំក៏ចាប់ផ្ដើមលាងសម្អាតវាឲ្យស្អាតពុកម៉ែបងប្អូនហើយលាង2 3ទឹកដើម្បីឲ្យវាស្អាតអញ្ចឹងពុកម៉ែបងប្អូនគឺសាច់គោក៏យើងត្រូវការលាងវាឲ្យស្អាតពុកម៉ែបងប្អូនបន្ទាប់ពីខ្ញុំលាងកន្ទុយគោស្អាតហើយខ្ញុំក៏ចាប់ផ្ដើមលាងគ្រឿងក្រូវដូចជាជីខ្ទឹមស្លឹកជីស្លឹកខ្ទឹមអីម្ទេសអីហ្នឹងពុកម៉ែបងប្អូនហើយបន្ទាប់ពីលាងហើយអីហើយខ្ញុំក៏ចាប់ផ្ដើមលាងគល់ក្រៃម្ដេងស្លឹកក្រូចសើចអីចឹងពុកម៉ែបងប្អូនដើម្បីយើងធ្វើគ្រឿងក្រូវឥឡូវនេះចាប់ផ្ដើមហាន់បន្លែការ៉ុតក៏ដូចជាល្ហុងពុកម៉ែបងប្អូនមានពូតមានអីធ្វើគ្រឿងធ្វើក្រូវយើងដើម្បីយើងស្ងោរស៊ុបចឹងពុកម៉ែបងប្អូនមានដំខ្ទឹមមានអីយើងទុករំលីងគ្រឿងវាឥឡូវគ្រឿងយើងធ្វើហើយអស់ហើយខ្ញុំក៏ចាប់ផ្ដើមមកដាក់ដាំទឹកដើម្បីយើងស្រុះសាច់គោយើងមួយពុះចោលសិនអញ្ចឹងពុកម៉ែបងប្អូនទឹកពុះខ្ញុំក៏ដាក់សាច់គោចូលឥឡូវនេះទឹកពុះហើយដាក់សាច់គោចូលពុះហើយដាក់លាងវាឲ្យស្អាតហើយខ្ញុំក៏ចាប់ផ្ដើមមកធ្វើស៊ុបយើងទាំងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូនឥឡូវនេះឆាខ្ទឹមហើយពុកម៉ែបងប្អូនឈ្ងុយណាស់ពុកម៉ែបងប្អូនឥឡូវនេះដាក់គ្រឿងក្រូវចូលក៏ដាក់ទឹកត្រីប៊ីចេងស្ករអំបិលចូលកូរវាឲ្យសព្វក៏ចាប់ផ្ដើមដាក់កន្ទុយគោយើងចូលពុកម៉ែបងប្អូនបន្ទាប់ពីដាក់កន្ទុយគោយើងចូលហើយយើងក៏កូរត្រឡប់កូរត្រឡិនវាឲ្យចូលសព្វល្អហើយយើងក៏បន្ថែមពោតជាមួយនឹងការ៉ុតពុកម៉ែបងប្អូនបន្ទាប់មកពោតការ៉ុតចូលសព្វគ្រឿងល្អហើយគឺបន្ថែមទឹកវាក្របទុកមួយឡែកសិនយើងរត់មកលាងឆ្នាំងលាងអីដាក់ដាំបាយអញ្ចឹងពុកម៉ែបងប្អូនអើយការងារគឺពិបាកណាស់មួយថ្ងៃនេះតបពីខ្ញុំដាក់ដាំបាយហើយក៏រត់ទៅមើលស៊ុបយើងគឺស៊ុបយើងពុះល្មមចាប់ដើមដួសពពុះដួសអីហើយក៏ទុកវាហើយនៅពោះហ្នឹងក៏រត់មកហាន់ស្លឹកជីស្លឹកខ្ទឹមសិតតែរត់មកពុកម៉ែបងប្អូនហើយឥឡូវនេះជីខ្ទឹមយើងក៏បានរួចរាល់ហើយងាកទៅមើលស៊ុបយើងក៏ពុះរីងទឹកល្មមឆ្អិនក៏ចាប់ដើមដួសដាក់ចានបន្ថែមជីខ្ទឹមមកដួសដាក់ចានហើយពុកម៉ែបងប្អូនតបពីដួសដាក់ចានហើយក៏បន្ថែមជីបន្ថែមខ្ទឹមឥឡូវនេះគឺរួចរាល់ហើយពុកម៉ែបងប្អូនជាចុងក្រោយជូនពរពុកម៉ែបងប្អូនទាំងអស់គ្នារកទទួលទានមានបានទាំងអស់គ្នាណាពុកម៉ែបងប្អូន